សួស្តីបងប្អូនទាំងអស់គ្នាចានេះជាសកម្មភាពលើកទី1ដែលខ្ញុំបានជួបប្រទេសចាបងប្អូនប្រុសនិងបងប្អូនស្រីម្នាក់ដែលគាត់ឆ្លងទន្លេនៅចាតំបន់អ្នកលឿងក្បែរស្ពានអ្នកលឿងបងប្អូនណាជាដំបូងគឺខ្ញុំមកពីពេញដើរលេងជាមួយបងប្អូនខ្ញុំទាំងអស់គ្នាចាហើយបន្ទាប់មកទៀតចាខ្ញុំឃើញបងប្អូនប្រុសគាត់ឈប់ម៉ូតូបងប្អូនចាហើយខ្ញុំក៏លេចមកខាងក្រោយក៏ខ្ញុំឃើញបងប្អូនស្រីគាត់ឈឺពោះចាបំរុងនឹងឆ្លងទន្លេហ្មងបងប្អូនចាហើយខ្ញុំក៏ឲ្យប្តីខ្ញុំបកឡានមកក្រោយបងប្អូនពេលដែលខ្ញុំបកឡានទៅក្រោយក៏អត់បានទេចាគឺឡានស្ទះអញ្ចឹងទៅខ្ញុំក៏ទៅមុខចាទៅមុខរហូតចាហើយក៏បកមកវិញប៉ុន្តែខ្ញុំជួបបងប៉ូលីសនៅខាងមុខហ្នឹងគឺគាត់ចាមានឡានតាកូម៉ាងបងប្អូនណាហើយខ្ញុំក៏ពឹងបងប្អូនចាពឹងគាត់ដើម្បីជួយអន្តរាគមន៍យកបងប្អូនស្រីមកមន្ទីរពេទ្យបងប្អូនហើយក៏អរគុណបងប៉ូលីសចាហើយនឹងបងប៉ូលីសស្រីមិនថាបងប៉ូលីសប្រុសគឺគាត់ជួយគ្នាសស្រាក់សស្រាំលើកបងប្អូនស្រីមកមន្ទីរពេទ្យចាជាបន្ទាន់បងប្អូនណាគឺជួយគាត់ទាន់ហេតុការតែម្ដងខ្ញុំក៏អរគុណបងប្អូនប្រុសនិងបងប្អូនស្រីក្នុងវីដេអូនេះដែរចាដែលគាត់បានឃើញករណីខ្ញុំអញ្ចឹងដែរអញ្ចឹងណាបងប្អូនចាគឺគាត់បានយកអាវ៉ាន់ដែលគាត់សល់ពីគាត់កូនខ្ចីគាត់ជួបមកជូនបងប្អូនប្រុសចានៅក្នុងមន្ទីរពេទ្យដូចដែរអញ្ចឹងបងប្អូនពេលដែលខ្ញុំមកដល់មន្ទីរពេទ្យគឺខ្ញុំបានឃើញគាត់ឆ្លងទន្លេបងប្អូនមើលមុខគាត់គួរអាណិតស្រឡាញ់មែនតើហើយពណ៌ខួរជាបងប្អូននៅខាងក្រៅមុខគាត់ខ្លាំងមែនតើបងប្អូនណាមើលមុខគាត់ហើយគឺខ្ញុំមានអារម្មណ៍ថាអាណិតខ្លាំងមែនតើហើយខ្ញុំមកដល់មន្ទីរពេទ្យបងប្អូនណាគឺគាត់អត់មានសម្ភារៈអីទេបងប្អូនគឺខ្ញុំបានទិញស្រោមដៃស្រោមជើងចាហើយជាមួយនឹងថវិកាបន្តិចបន្តួចដើម្បីជួយគាត់ចាឲ្យគាត់ចាឆ្លងផុតពីគ្រោះអាសន្នមួយនេះបងប្អូនណាចាហើយខ្ញុំបានសួរគាត់ថាអូននៅណាដែរអញ្ចឹងណាចាគាត់ថាគាត់នៅខាងកំពង់ភ្នំហើយផ្ទះអូននៅណាដែរគាត់ថាអត់មានផ្ទះទេគាត់នៅលើដីគេអញ្ចឹងបងប្អូនចាគឺគាត់អត់មែនតើបងប្អូនណាចាមិនដំបងគឺគាត់អត់មកឆ្លងទន្លេនៅពេទ្យហ្នឹងទេគាត់ចង់ទៅពេទ្យនៅស្រុកគាត់បងប្អូនចាប៉ុន្តែទៅអត់ទាន់ដល់គឺគាត់ឆ្លងទន្លេនៅកណ្ដាលស្ពានអ្នកលឿងតែម្ដងបងប្អូនណាចាហើយខ្ញុំមានអារម្មណ៍ថាអាណិតគាត់ខ្លាំងតែម្ដងហើយក៏មានបងប៉ូលីសគាត់មកសួរសុខទុក្ខហើយក៏ជួយចាថវិកាដូចខ្ញុំដែរអញ្ចឹងបងប្អូនអញ្ចឹងបើបងប្អូនបានមើលក្នុងវីដេអូនេះទាំងអស់គ្នាបងប្អូនណាចាបើបងមានលទ្ធភាពចាជួយគាត់គឺបងជួយទៅបានបនច្រើនមែនតើបងប្អូនណាចាហើយវីដេអូនេះខ្ញុំមិនមែនចាថតគាត់ដើម្បីទាញអត្ថប្រយោជន៍ចាឬក៏ចង់យកល្បីអីទេបងប្អូនចាគឺខ្ញុំចង់ឲ្យបងប្អូនអ្នកគាត់បានមើលវីដេអូនេះចាគឺគាត់ជួយក្មេងម្នាក់ចាទើបតែកើតមកបងប្អូនណាចាសង្ឃថាមានទឹកដោះបៅបងប្អូនណាចាគឺម្ដាយគាត់នៅកន្លែងខ្លួនសង្គ្រោះបន្តបងប្អូនអត់ទាន់មានទឹកដោះគាត់បៅទេចាអញ្ចឹងសម្រាប់វីដេអូមួយនេះមានសារៈសំខាន់ណាស់សម្រាប់បងចានិងបងប្អូនទាំងអស់ចាដែលមានទឹកចិត្តអាណិតស្រឡាញ់ពួកគាត់ចា